ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានេះជាការបង្ហាញអំពីការសិក្សានៅក្នុងកម្មវិធីជាដំបូងខ្ញុំយកភាសាខ្មែរថ្នាក់ទី3បន្ទាប់មកខ្ញុំនឹងជ្រើសរើសមេរៀនទី10សមាជិកគ្រួសារខ្ញុំបន្ទាប់មកខ្ញុំជ្រើសយកសកម្មភាពទី7រៀបពាក្យបង្កើតល្បះដើម្បីស្ដាប់ការណែនាំជាភាសាខ្មែរសូមចុចលើប៊ូតុងសំឡេងចូលរៀបពាក្យបង្កើតល្បះឲ្យបានត្រឹមត្រូវសូមចុចពាក្យនៅក្នុងប្រអប់ដើម្បីបង្កើតល្បះជាដំបូងសិស្សត្រូវចុចពាក្យនៅក្នុងប្រអប់ដើម្បីបង្កើតល្បះឲ្យបានត្រឹមត្រូវប្រសិនបើចុចពាក្យខុសណាមួយយើងអាចចុចលើពាក្យនោះដើម្បីត្រឡប់មកដូចដើមវិញនៅពេលដែលរៀបពាក្យរួចរាល់ហើយសូមចុចប៊ូតុងដែលមានពាក្យថាយល់ព្រមដើម្បីទៅសំណួរបន្ទាប់ទៀតសូមអរគុណ